ត្រីបាទនៅក្នុងនោះមានកូនត្រីច្រើនមែនទែនហើយក៏ដូចជាមេបាពូជក៏ច្រើនមែនទែនហើយយប់នេះគឺយើងបង្រៀនប្រកាសដល់បងប្អូនបងដែលគាត់មករៀនផ្ទាល់បាទហើយជាពិសេសគឺចង់ឲ្យគាត់មានជំនាញតាក់ទងទៅនឹងការប្រកាសត្រីបែបសិប្បនិម្មិតទំនើបប្រកាសត្រីបែបវៃឆ្លាតប្រកាសអន្ទង់បែបសិប្បនិម្មិតប្រកាសកែបបែបសិប្បនិម្មិតប្រកាសកាធាយបែបបាទវៃឆ្លាតបាទហើយនឹងការប្រកាសខ្យងដែលទទួលបានខ្យងបាទរាប់រយគីឡូក្នុងមួយខែបាទហើយយើងអាចចិញ្ចឹមបានក្នុងមួយអាងចន្លោះពី10 20 30 50គីឡូក្នុងមួយអាងដែលមានជុំវិញ9ការ៉េឬក៏10ការ៉េអាងខ្ញុំជាទូទៅ9ការ៉េបាទបងប្រុសបងស្រីឃើញហើយមានទាំងប្រភេទពូជត្រីអណ្ដែងស្រែមានប្រភេទពូជត្រីកធរមានប្រភេទពូជត្រីទីឡាប់យ៉ាមានប្រភេទត្រីក្រាញ់យក្សមានប្រភេទអណ្ដែងទុនអណ្ដែងស្រែអណ្ដែងរឹងបាទមានទាំងអស់បាទហើយបងដែលគាត់ចង់បានមេពូជបាទគឺនៅទីនេះគឺមានទាំងអស់ហើយសម្រាប់មួយទៀតបងដែលគាត់មានអាងស៊ីម៉ង់ហើយគាត់អត់ចិញ្ចឹមត្រីអណ្ដែងទុនបានគាត់ដាក់អញ្ចេះចិញ្ចឹមបានដោយសារអីត្រីវាអត់ហែលទៅបុកច្រាំងទេហើយបងចិញ្ចឹមអណ្ដែងទុនតើបងអាងតង់ឬក៏អាងឥតការ៉ូឬក៏ស្រះល្អតែម្ដងបាទអញ្ចឹងបងដែលគាត់ចង់កំងស្បៃទៅតឹង3បដ ாய் 3ទៅតឹង3 4 3 5 3 6ឬក៏2បាទបូកជាមួយនឹង3 2 4 2 5 2 6កម្ពស់1ម៉ែត្រកម្ពស់2ម៉ែត្រឬក៏បងយក4គុណនឹង5 4គុណនឹង6បាទកម្ពស់1ម៉ែត្រកម្ពស់2ម៉ែត្រគឺមានមកណានៅក្នុងកសិដ្ឋាន400កំងភ្លាមរៀបចំជូនភ្លាមមកណាបាទរៀបចំជូនភ្លាមបាទនេះគឺជាការរៀបចំបាទទីទៀតយើងប្រកាសហើយណាបងប្អូនឃើញទេបាទអញ្ចឹងស្បៃនេះគឺមានកម្ពស់ខ្ពស់មែនទែនអញ្ចឹងបងអាចធ្វើអាងកម្ពស់តែកន្លះម៉ែត្របងដាក់ស្បៃនេះតែម្ដងចិញ្ចឹមបានត្រីច្រើនដោយសារយើងដាក់ទឹកពេញហើយអាស្បៃនេះតមកចេះទៀតបាទចូលកន្លះម៉ែត្រជាងទៀតអញ្ចឹងយើងចំណេញបាទដាក់បានត្រីច្រើនតែម្ដងណាបាទអរគុណជួបគ្នានៅវីដេអូបន្តទៀតបាទនេះគឺជាទស្សនវិជ្ជាទូទៅនៅក្នុងកសិដ្ឋាន400ហើយក៏អរគុណបងប្រុសបងស្រីហើយក៏អរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការរួមចំណែកទាំងអស់គ្នាក្នុងសង្គមខ្មែរលើវិស័យកសិកម្មមានលុយតិចធ្វើតិចមានលុយច្រើនរៀបផែនការធ្វើឲ្យច្បាស់ពង្រឹងជំនាញឲ្យច្បាស់ទៅធ្វើឲ្យធំធ្វើឲ្យមាំផ្គត់ផ្គង់ពូជផ្គត់ផ្គង់សត្វផ្គត់ផ្គង់ចំណីសត្វនៅក្នុងភូមិឃុំរបស់លោកអ្នកតែម្ដងបាទអញ្ចឹងកុំភ្លេចចង់ពង្រឹងសមត្ថភាពនឹកដល់កសិដ្ឋាន400បាទទទួលបាននូវការប្រឹក្សាជាប្រចាំថ្ងៃប្រចាំឆ្នាំសហការគ្នារាប់ឆ្នាំលើវិស័យកសិកម្មអរគុណជួប